បាទជាបឋមអនុញ្ញាតសូមគោរពជំរាបសួរលោកគ្រូនិងសួស្តីលោកគ្រូអ្នកគ្រូទាំងអស់គ្នាខ្ញុំបាទឈ្មោះស៊ុនពិសីក៏ជាគរុនិស្សិតនៅវិទ្យាស្ថានគ្រូកសលភូមិភាគខេត្តតាកែវហើយថ្ងៃនេះខ្ញុំមានកិត្តិយសសូមបង្ហាញអំពីខ្លឹមសារនៃមេរៀនមុខវិជ្ជាមួយមុខវិជ្ជាការវិតម្លៃការសិក្សាហើយមុខវិជ្ជានេះផងដែរខ្ញុំនឹងលើកយកនៅមេរៀនទី2គឺការវិតម្លៃក្នុងថ្នាក់រៀននិងទូនីតិការវិតម្លៃនៅក្នុងការបង្រៀននិងរៀនអញ្ចឹងចំពោះគោលបំណងនៃមេរៀនហ្នឹងគឺមានចំនួន3ទី1គឺបញ្យល់ពីធម្មជាតិនៃការវិតម្លៃនៅក្នុងថ្នាក់រៀនហើយគោលបំណងនៃការវិតម្លៃហ្នឹងគឺចង់ដឹងពីចរិតលក្ខណៈនិងរបៀបដែលការវិតម្លៃនៅក្នុងថ្នាក់រៀនវាខុសពីប្រភេទនៃការវិតម្លៃផ្សេងទៀតដោយរបៀបម៉េចចំណុចទី2គឺឲ្យឧទាហរណ៍ពីរបៀបបញ្ចូលប្រភេទការវិតម្លៃផ្សេងៗនៅក្នុងថ្នាក់រៀននិងបង្រៀននិងទី3គឺប្រាប់បានពីកត្តាផ្សេងៗដែលកត្តាផ្សេងៗហ្នឹងមានទំនួលខុសត្រូវក្នុងការបង្កើតតេស្តប្រឡងនិងទិសដៅសិក្សាដែលវាជាឥទ្ធិពលទៅលើការសម្រេចចិត្តពីរបៀបវិតម្លៃនៅក្នុងថ្នាក់រៀននិងការអនុវត្តនៅក្នុងថ្នាក់រៀនរបស់គ្រូម្នាក់ៗអញ្ចឹងចំពោះមេត្តានៅក្នុងមេរៀនហ្នឹងគឺមានចំនួន3ទី1គឺសេចក្តីផ្ដាប់ទី2គឺកត្តាសំខាន់ៗដែលជាឥទ្ធិពលលើការវិតម្លៃនៅក្នុងថ្នាក់រៀនហើយនិងទី3គឺធាតុផ្សំនៃការវិតម្លៃនៅក្នុងថ្នាក់រៀនចឹងសេចក្តីផ្ដាំរបស់យើងគឺនៅពេលដែលការបង្រៀនខ្លឹមសារមេរៀនបទពិសោធន៍នៃការសិក្សានិងការវិតម្លៃមានភាពបន្ស៊ីគ្នាការសម្រេចចិត្តនិងការជំរុញទឹកចិត្តត្រូវបានលើកតម្កើងអញ្ចឹងចំពោះចំណុចទី2គឺកត្តាសំខាន់នៃដែលជាឥទ្ធិពលលើការវិតម្លៃនៅក្នុងថ្នាក់រៀនអញ្ចឹងសូមថាកត្តាអ្វីខ្លះដែលជាឥទ្ធិពលទៅលើការវិតម្លៃនៅក្នុងថ្នាក់រៀនអញ្ចឹងមានកត្តាចំនួន6ដែលជាឥទ្ធិពលទៅលើថ្នាក់រៀនចំណុចទី1គឺកត្តាចំណេះដឹងបំណិននិងអរិយាប័ត្រសតវត្សទី21ចំណុចទី2គឺបច្ចេកវិទ្យាចំណុចទី3គឺគោលការណ៍នៃការបង្រៀននិងរៀនទ្រឹស្ដីបង្រៀននិងការរៀនផ្សេងៗចំណុចទី4គឺការអប់រំតាមប្រព័ន្ធស្តង់ដារចំណុចទី5គឺការប្រឡងថ្នាក់ជាតិនានាចំណុចទី6គឺអក្ខរកម្មផ្នែកតន្ន័យអញ្ចឹងទាំង6នេះគឺវាពិតជាឥទ្ធិពលទៅលើការវិតម្លៃនៅក្នុងការរៀនមែនតើដូចជាអរិយាប័ត្រសំទោសដូចជាការអប់រំនៅសតវត្សទី21គឺទាមទារឲ្យសិស្សម្នាក់ៗចេះនៅគោលនៃ3វិធីហ្នឹងគឺចំណេះដឹងបំណិនហើយនិងអរិយាប័ត្រសតវត្សទី21ហ្នឹងអញ្ចឹងយើងទាមទារពេលវេលាសម្រាប់បណ្ដុះបណ្ដាលទៅលើសិស្សក្នុងជំនាញទាំង3ហ្នឹងមួយទៀតគឺបច្ចេកវិទ្យាអញ្ចឹងយើងដឹងហើយថាឥឡូវគឺបច្ចេកវិទ្យានៅសតវត្សទី21មានការរីកចម្រើនខ្លាំងហើយកូនសិស្សមួយចំនួនដែលស្ថិតនៅក្នុងទីជនបទគាត់អត់ស្គាល់នៅបច្ចេកវិទ្យាទាំងអស់ហ្នឹងទេអញ្ចឹងវាជាផលប៉ះពាល់មួយនៃការវិតម្លៃក្នុងថ្នាក់រៀនផងដែរចំណុចទី3គឺគោលដៅសំដៅគឺគោលការណ៍នៃការបង្រៀននិងការរៀនទ្រឹស្ដីបង្រៀននិងរៀនផ្សេងអញ្ចឹងពាក់ព័ន្ធនឹងចំណុចទី3នេះគឺជាការលើកយកនៅវិធីសាស្ត្របង្រៀនផ្សេងដើម្បីឲ្យកូនសិស្សងាយយល់ប៉ុន្តែវិធីសាស្ត្រទាំងនោះគឺពេលខ្លះក៏ជួយឲ្យកូនសិស្សក្នុងការងាយស្រួលយល់ហើយមួយចំនួនទៀតគឺធ្វើឲ្យកូនសិស្សពិបាកក្នុងការយល់ហើយគោលវិធីទាំងអស់ហ្នឹងគឺសំដៅគោលការណ៍ទាំងអស់នៃការបង្រៀនហ្នឹងក៏ទាមទារក្នុងការបណ្ដុះបណ្ដាលគ្រូក៏ដូចជាការអនុវត្តគោលការណ៍ហ្នឹងទៅក្នុងវិស័យអប់រំនៅក្នុងតាមគ្រឹះស្ថាននីមួយៗផងដែរអញ្ចឹងវាត្រូវការពេលវេលាហើយនឹងការទទួលយកនៅអ្វីដែលថ្មីសម្រាប់សិស្សផងដែរអញ្ចឹងវាជាឥទ្ធិពលមួយចំនួនមួយផ្នែកដែរទៅលើការវិតម្លៃនៅក្នុងថ្នាក់រៀនចំណុចទី4គឺការអប់រំតាមប្រព័ន្ធស្តង់ដារអញ្ចឹងការអប់រំប្រព័ន្ធស្តង់ដារគឺមានភាពតឹងរ៉ឹងមានភាពសក្តិអញ្ចឹងសិស្សមួយចំនួនគាត់
បើសិនជាដាក់ការងារស្តង់ដារគាត់ធ្វើក៏ដូចជាការប្រឡងតាមស្តង់ដាររបស់ក្រសួងអប់រំគាត់បានដាក់ឲ្យអញ្ចឹងគាត់សិស្សគាត់អត់មានក្នុងមានជំនាញឬក៏អត់មានចំណេះដឹងគ្រប់គ្រាន់សម្រាប់ឆ្លើយតបទៅក្នុងប្រព័ន្ធស្តង់ដាររបស់ក្រសួងដែលបានចែងនោះទេអញ្ចឹងអានេះវាជាផ្នែកមួយនៃសាលាតាមជនបទណាប៉ុន្តែបើសាលាតាមឯកជនឬក៏សាលាដែលវាមានធនធានច្រើនគឺអាចនឹងដើរតាមអានេះគឺជាមួយចំនួនទេចំណុចទី5គឺការប្រឡងថ្នាក់ជាតិនានាអញ្ចឹងការប្រឡងថ្នាក់ជាតិនានាក៏មិនខុសពីការអប់រំតាមប្រព័ន្ធស្តង់ដារដែរគឺការប្រឡងវិញ្ញាសាប្រឡងគឺចេញមកគឺស្តង់ដារក្រសួងតែម្ដងអញ្ចឹងក៏សិស្សមួយចំនួនគឺគាត់អត់ទាន់យល់ឬក៏អត់ទាន់យល់ពីបញ្ហាដែលជាបញ្ហាដែលជាកង្វល់សំទោសបញ្ហាដែលជាពីវិន័យក្នុងការប្រឡងថ្នាក់ជាតិនោះទេអញ្ចឹងមួយចំនួនគាត់ខុសគោលការណ៍នៃការប្រឡងហ្នឹងអាចប្រឈមនឹងការធ្លាក់មួយចំនួនហើយមួយចំនួនទៀតគាត់យល់ច្បាស់ពីគោលការណ៍ដែលក្រសួងអប់រំដាក់ឲ្យការប្រឡងរបស់គាត់គឺទទួលបានជោគជ័យមួយចំនួនធំដែរអញ្ចឹងកត្តាមួយហ្នឹងក៏ជះឥទ្ធិពលទៅលើការវិតម្លៃនៅក្នុងថ្នាក់រៀនផងដែរចំណុចចុងក្រោយគឺអក្ខរកម្មផ្នែកទិន្នន័យចំណុចនេះគឺសំដៅទៅលើការយល់ដឹងអំពីការអានការយល់ដឹងអំពីការសរសេរទៅលើមុខវិជ្ជាណាមួយដែលគាត់បានសិក្សារួចរាល់អញ្ចឹងផ្នែកអក្ខរកម្មនៃការអក្ខរកម្មផ្នែកទិន្នន័យហ្នឹងនៅពេលដែលគាត់ខ្វះក្នុងការស្វ័យសិក្សារៀនសូត្រទៅលើមុខវិជ្ជាណាមួយចឹងទិន្នន័យដែលគាត់ទទួលបានគឺប្រកបជាបាត់ឬក៏ខ្វះចន្លោះនៅចំណុចណាមួយដែលមេរៀននឹងបានលើកឡើងអញ្ចឹងចំណុចហ្នឹងក៏វាជះឥទ្ធិពលទៅលើការវិតម្លៃនៅក្នុងថ្នាក់រៀនផងដែរចំណុច 2.1 គឺតម្រូវការថ្មីនៃពិភពលោកអន្តរទំនាក់ទំនងដោយផ្អែកលើព័ត៌មានអញ្ចឹងមានចំនួន4ទី1គឺការយល់ស៊ីជម្រៅនៃបញ្ញាគ្រឹះរបស់ខ្លឹមសារមេរៀនដែលសំខាន់ចំណុចទី2គឺបំណិនពុទ្ធិដូចជាការដោះស្រាយបញ្ហាការសម្រេចចិត្តការគិតប្រកបដោយវិចារណញ្ញាណនិងមេត្តាពុទ្ធិការគិតចំណុចទី3គឺការគិតប្រកបដោយនិវេនវត្តនិងភាពច្នៃប្រឌិតចំណុចទី4គឺបំណិនទំនាក់ទំនងប្រកបដោយប្រសិទ្ធភាពចំណុចបន្តទៀតគឺតម្រូវការនៃពិភពលោកអន្តរជាតិដែលដូចជាអត់មានអីទេទី1គឺមានបំណិនសង្គមប្រកបដោយប្រសិទ្ធភាពការយល់ដឹងនិងទស្សនៈសកលអរិយាប័ត្រនិងអត្តចរិតដូចជាទំនួលខុសត្រូវវាស្មោះត្រង់និងការដឹកនាំខ្លួនឯងការតស៊ូមិនបោះបង់ជាដើមចំណុចមួយចំនួននៃមេរៀនហ្នឹងកន្លែងខ្លះខ្ញុំអាចបញ្ចូលបានរីឯកន្លែងខ្លះទៀតគឺខ្ញុំមិនទាន់យល់ច្បាស់ពីមេរៀនហ្នឹងទេអញ្ចឹងអធិស្ឋានផងចំណុច 2.2 គឺបច្ចេកទេសអញ្ចឹងបច្ចេកទេសគឺតម្រូវឲ្យមានការចាត់វិធានការនិងការគិតពីអ្នកសិក្សានិងការដាក់បន្ទុកអូតូម៉ាទិកឬក៏ស្វ័យប្រវត្តិផ្ដល់ឱកាសជាច្រើនដល់គ្រូបង្រៀននៅវិទ្យាល័យថ្មីនិងការវិតម្លៃសិក្សារបស់អ្នកសិក្សាអញ្ចឹងបច្ចេកទេសគឺដើរតួយ៉ាងសំខាន់ក្នុងការវិតម្លៃសិស្សឲ្យមានភាពសក្តិអញ្ចឹងយើងដឹងហើយបច្ចេកវិទ្យាមួយចំនួនគឺវិតម្លៃសិស្សគឺសក្តិមែនតើដូចជាការស្រង់បន្ទុកការបូកបន្ទុកការចែកបន្ទុកអីហ្នឹងគឺបច្ចេកទេសខាងបច្ចេកវិទ្យាហ្នឹងគឺវាដើរតួសំខាន់ក្នុងការស្វែងរកនៅការវិតម្លៃសិក្សារបស់សិស្សហ្នឹងគឺមានភាពសក្តិផងដែរចំណុច 2.2 គឺគោលការណ៍នៃការសិក្សាសង្គមនិងពុទ្ធិក្នុងការលើកទឹកចិត្តអញ្ចឹងការស្រាវជ្រាវលើការសិក្សាការលើកទឹកចិត្តនិងការបង្រៀនពុទ្ធទ្រឹស្ដីពុទ្ធិការសិក្សាប្រកបដោយអត្ថន័យការមានវិន័យនៅក្នុងខ្លួន
ការទទួលចំណេះដឹងបែបសកម្មបំណិនការគិតការលើកទឹកចិត្តតាមរយៈការផ្ដល់មតិកែលម្អអញ្ចឹងចំណុចហ្នឹងគឺជាគោលការណ៍សំខាន់នៅក្នុងការសិក្សាសង្គមនិងពុទ្ធិនិងការលើកទឹកចិត្តរបស់សិស្សអញ្ចឹងហ្នឹងវាជាចំណុចសំខាន់មួយ3ចំណុចដែលសំខាន់នៅក្នុងចំណុចហ្នឹងហើយខាងនេះគឺជាចំណុចដែលគេបញ្យល់បន្ថែមនៅក្នុងទ្រឹស្ដីសំទោសនៅក្នុងចំណុច3ធំហ្នឹង2.2គឺគោលការណ៍នៃការសិក្សាសង្គមនិងពុទ្ធិនិងការលើកទឹកចិត្តអញ្ចឹងពុទ្ធិត្រូវបានសម្រួលដោយវប្បធម៌និងបរិបទសង្គមនឹងជះឥទ្ធិពលខ្លាំងក្លាដោយអន្តរជាតិរវាងគ្នាការលើកទឹកចិត្តប្រកបដោយប្រសិទ្ធភាពគឺមានពីខាងក្នុងនិងជាពិសេសកូនសិស្សចូលរួមនៅពេលពួកគេជួបបញ្ហាប្រឈមនឹងការសម្រួលការយល់ខុសរបស់ពួកគេនៅការដោះស្រាយបញ្ហាចំណុច 2.2 ដដែលត្រូវមានស្វ័យវិតម្លៃដើម្បីផ្ដល់ស្វ័យតម្រង់ទិសស្វ័យឆ្លុះបញ្ចាំងការបដិញ្ញាចិត្តនិងការត្រួតពិនិត្យតាមដានស្វ័យប្រសិទ្ធភាពជំនឿជាក់ថាអាចទទួលបានជោគជ័យគឺមានសារៈសំខាន់សម្រាប់ការលើកទឹកចិត្តនិងការចូលរួមនៅក្នុងការសិក្សាចំណុចដដែលការលើកទឹកចិត្តនិងការខិតខំប្រឹងប្រែងការលើកចិត្តនិងការប្រឹងប្រែងគឺជាទីផ្សំដ៏សំខាន់មួយនៅក្នុងការសិក្សានិងការអនុវត្តពីព្រោះបើគ្មានទីសំខាន់ទាំងនោះទេគឺសិស្សមិនអាចដឹងអំពីសមត្ថភាពឬក៏គ្មានអំពីសមត្ថភាពនៅក្នុងការទទួលបាននៅការសិក្សាជោគជ័យនោះទេអញ្ចឹងការលើកទឹកចិត្តនិងការខិតខំប្រឹងប្រែងជាកត្តាមួយដ៏សំខាន់នៅក្នុងគោលការណ៍សិក្សាសង្គមនិងពុទ្ធិនិងការលើកទឹកចិត្តចំណុចទី2ធំគឺធាតុផ្សំនៃការវិតម្លៃនៅក្នុងថ្នាក់រៀនអញ្ចឹងមានសំណួររំលឹកមេរៀនមួយគេថាតើអ្វីទៅជាវិតម្លៃតើអ្វីទៅជាការវិតម្លៃនៅក្នុងថ្នាក់រៀនអញ្ចឹងការវិតម្លៃនៅក្នុងថ្នាក់រៀនគឺជាការប្រមូលភស្តុតាងព័ត៌មានការបកស្រាយនិងការប្រើប្រាស់ភស្តុតាងនៃការរៀនរបស់សិស្សដើម្បីគ្រប់គ្រងការសម្រេចចិត្តតាមមធ្យោបាយផ្សេងៗអញ្ចឹងចំណុចហ្នឹងគឺគ្រូមានភារកិច្ចក្នុងការប្រមូលនៅភស្តុតាងទិន្នន័យនិងការបកស្រាយផ្សេងៗដែលគ្រប់គ្រងដល់ការសម្រេចចិត្តរបស់គ្រូក្នុងការវិតម្លៃសិស្សនៅក្នុងថ្នាក់រៀនលើសិស្សនីមួយៗនឹងឯងមានសំណួរមួយគេថាតើធាតុផ្សំនៃការវិតម្លៃនៅក្នុងថ្នាក់រៀនមានអ្វីខ្លះអញ្ចឹងធាតុផ្សំនៃការវិតម្លៃនៅក្នុងថ្នាក់រៀនគឺមានទី1គឺវិនិច្ឆ័យចំណុចខ្លាំងចំណុចខ្សោយគឺការយល់ខុសនិងកំហុសការរៀនសូត្ររបស់សិស្សទី2គឺត្រួតពិនិត្យការប្រឹងប្រែងនិងការរីកចម្រើនរបស់សិស្សនិងទី3គឺចងក្រងភស្តុតាងតាមភស្តុតាងការសិក្សារបស់សិស្សជាឯកសារអញ្ចឹងនេះគឺជាចំណុចសំដៅវិជាធាតុផ្សំដ៏សំខាន់នៅក្នុងការវិតម្លៃនៅក្នុងថ្នាក់រៀនអានេះគឺជាចំណុចបន្ថែមទៀតគឺយើងវិតម្លៃទៅលើការបង្កើនការសិក្សាឲ្យសិស្សប្រសើរឡើងគឺលើកទឹកចិត្តសិស្សនិងបំណិននិងអរិយាប័ត្រសប្តាហ៍ទី21អានេះគឺជាធាតុផ្សំសំខាន់3ខាងក្រោមចំណុចខាងលើនេះគឺជាការលើកទឹកចិត្តទៅលើការវិតម្លៃនៅពេលដែលការវិតម្លៃរបស់គាត់ហ្នឹងគឺទទួលបានលទ្ធផលបែបម៉េចអញ្ចឹងគឺជាការលើកទឹកចិត្តមួយឬក៏ជាការវិតម្លៃឲ្យចេញនៅលទ្ធផលណាមួយគឺជាផ្នែកខាងលើទាំង4នេះឯងគឺដាក់បន្ទុកឲ្យកូនសិស្សអញ្ចឹងគេវិតម្លៃទៅលទ្ធផលចេញមកគឺជាការដាក់នៅបន្ទុកកូនសិស្សចំណុចទី3គឺនៅពេលដែលវិតម្លៃរាល់ព័ត៌មានដែលវិតម្លៃនេះគឺត្រូវតែត្រឡប់ទៅកាន់អាណាព្យាបាលរបស់សិស្សនីមួយៗនិងចំណុចទី4គឺកែលម្អសំដៅការសម្រួលការបង្រៀនឲ្យប្រសើរឡើងអញ្ចឹងបើសិនជាយើងដឹងថាការវិតម្លៃរបស់យើងគឺមិនទទួលបានជោគជ័យនោះទេសិស្សភាគច្រើនគាត់ធ្លាក់អញ្ចឹងយើងចាំបាច់គួរតែកែសម្រួលការបង្រៀនយើងឲ្យទាន់ពេលវេលាដើម្បីជួយសម្រួលកូនសិស្សឲ្យកាន់តែប្រសើរឡើងជាងនឹងចំណុចបន្តទៀតគឺការវាស់វែងអញ្ចឹងការវាស់វែងគឺជាអ្វីការវាស់វែងគឺជាដំណើរការជាប្រព័ន្ធក្នុងការកំណត់ជាតួលេខឲ្យ
ដោយសារលើអាកប្បកិរិយាឬការអនុវត្តដោយប្រើប្រាស់ចំណេះដឹងឬបំណិនរបស់សិស្សការវាស់វែងត្រូវបានគេប្រើប្រាស់ក្នុងការកំណត់ថាតើកូនសិស្សមានឥរិយាបថមានចរិតនិងចំណេះដឹងដល់កម្រិតណាជាងការវាស់វែងគឺទីមទីឲ្យយើងកត់ត្រាជាតួលេខហើយវិភាគទៅលើអាកប្បកិរិយារបស់គាត់ឥរិយាបថរបស់គាត់ចរិតរបស់គាត់ហើយនឹងចំណេះដឹងរបស់គាត់ថាដល់ណាហើយអញ្ចឹងយើងកត់រែងជាតនន័យជាលេខវិញអញ្ចឹងបើសិនជាឲ្យការវាស់វែងរបស់យើងជោគជ័យមានន័យថាកូនសិស្សហ្នឹងគឺល្អហើយនៅក្នុងថ្នាក់រៀនអញ្ចឹងតើគ្រូបង្រៀនគួរប្រើបច្ចេកទេសអ្វីដើម្បីប្រមូលតនន័យសិក្សារបស់សិស្សវិធីសាស្ត្រចំពោះរបស់ខ្ញុំវិធីសាស្ត្រគឺខ្ញុំប្រឡងប្រចាំខែប្រចាំសប្តាហ៍ឬក៏ប្រឡងបញ្ចប់មេរៀនអញ្ចឹងចំណុចហ្នឹងគឺជាការវាស់វែងមួយរបស់ខ្ញុំហើយវាស់វែងទៅលើចំណេះដឹងរបស់គាត់ចំពោះអរិយាបថហើយនឹងចរិតរបស់គាត់គឺខ្ញុំឲ្យបន្ទុកទៅលើការស៊ើបពាក្យទៅលើការអរិយាបថទៅលើសិលធម៌ទៅលើអត្តចរិតរបស់គាត់ឬក៏ទៅលើទម្លាប់អានរបស់គាត់ឬក៏ទម្លាប់រៀនរបស់គាត់នៅក្នុងថ្នាក់អញ្ចឹងការវាស់វែងទៅលើអរិយាបថហើយនឹងចរិតរបស់គាត់គឺខ្ញុំឲ្យបន្ទុកទៅលើផ្នែកទាំងអស់ហ្នឹងមួយវិញទៀតគឺតើគ្រូបង្រៀននឹងប្រើប្រាស់វិធីអ្វីដើម្បីបកស្រាយលទ្ធផលតើគ្រូបង្រៀននឹងប្រើប្រាស់ស្តង់ដារនិងលក្ខណៈវិនិច្ឆ័យអ្វីដើម្បីបកស្រាយអញ្ចឹងការបកស្រាយលទ្ធផលគឺជាការវិនិច្ឆ័យពីគុណភាពដែលកំណត់ពីអត្តចរិតអាកប្បកិរិយាឬការអនុវត្តចំណេះដឹងនិងបំណិនរបស់សិស្សអញ្ចឹងដូចខ្ញុំលើកឡើងខាងលើអញ្ចឹងការវិតម្លៃទៅលើថ្នាក់រៀនគឺខ្ញុំបកស្រាយទៅលើលទ្ធផលថាតើអត្តចរិតរបស់គាត់នឹងយ៉ាងម៉េចដែរអាចទទួលយកបានអត់អាកប្បកិរិយាគាត់យ៉ាងម៉េចដែរហើយនឹងការអនុវត្តនៅចំណេះដឹងរបស់គាត់ប្រចាំថ្ងៃហ្នឹងគឺយ៉ាងម៉េចដែរអញ្ចឹងលទ្ធផលនៃការវិតម្លៃហ្នឹងគឺបកស្រាយទៅលើចំណុចទាំង3ហ្នឹងគឺអត្តចរិតអាកប្បកិរិយាហើយនឹងការអនុវត្តចំណេះដឹងនិងបំណិនរបស់សិស្សនេះគឺជាធាតុសំខាន់នៃការប្រើប្រាស់លទ្ធផលទី1គឺការវិនិច្ឆ័យទី1គឺការវិនិច្ឆ័យទី2គឺការដាក់បន្ទុកហើយនិងទី3គឺការសម្រួលការបង្រៀនអញ្ចឹងចំណុចទី1ការវិនិច្ឆ័យហ្នឹងសំដៅទៅលើការអនុវត្តជាក់ស្ដែងឬការប្រមូលទិន្នន័យជាក់ស្ដែងទៅលើសិស្សម្នាក់ដូចជាការប្រឡងដូចជាការសង្កេតមើលកិច្ចការងារប្រចាំថ្ងៃរបស់គាត់ការរៀនរបស់គាត់ជាការវិនិច្ឆ័យហ្នឹងគឺនៅសកម្មភាពមួយហ្នឹងការដាក់បន្ទុកមានថាដល់ពេលដែលយើងសង្កេតឃើញថាកូនសិស្សនឹងមានសភាពយ៉ាងម៉េចមានបន្ទុកយ៉ាងម៉េចហើយយើងត្រូវដាក់បន្ទុកនៅក្នុងតារាងវិតម្លៃរបស់យើងហើយចុងក្រោយគឺយើងមើលបូកសរុបលទ្ធផលហ្នឹងថាតើលទ្ធផលដែលយើងបូកសរុបទៅតើកូនសិស្សមួយចំនួនតូចឬក៏មួយចំនួនធំដែលបានធ្លាក់នៅការវិតម្លៃក្នុងថ្នាក់រៀនហ្នឹងបើសិនជាធ្លាក់គឺយើងចំណុចទី3ហ្នឹងគឺចាំបាច់ត្រូវតែសម្រួលក្នុងការបង្រៀនរបស់គាត់ឲ្យសិស្សនីមួយៗនៅក្នុងថ្នាក់របស់គាត់ហ្នឹងគឺទទួលបានលទ្ធផលប្រសើរជាងហ្នឹងអានេះគឺជាចំណុចចុងក្រោយនៃវិតម្លៃនៅក្នុងថ្នាក់រៀននិងការសម្រេចចិត្តដាក់បន្ទុករបស់គ្រូទេអានេះគឺខ្ញុំអត់ទាន់យល់ទេអញ្ចឹងខ្ញុំអត់បកស្រាយទេអញ្ចឹងវីដេអូរបស់ខ្ញុំគឺមានតែប៉ុណ្ណឹងហើយសូមអរគុណដែលលោកគ្រូជួយណែនាំក៏ដូចជាព្យាយាមឲ្យពួកខ្ញុំធ្វើផលិតនៅវីដេអូផ្សេងៗដែលពាក់ព័ន្ធជាមួយនឹងមេរៀនហើយអធិស្ឋានផងបើសិនជាមានចំណុចខ្វះខាតដោយសារតែវាជាលើកទី1ដែលខ្ញុំបានធ្វើនៅវីដេអូហ្នឹងអាចនិយាយថាវារៀងភ័យដែរហើយក៏នឹងខិតខំប្រឹងប្រែងបន្ថែមទៀតនៅមេរៀនបន្តទៀតបាទអញ្ចឹងខ្ញុំមានតែប៉ុណ្្នឹងទេអរគុណច្រើន